សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាកម្ពុជាគ្មានការចាំបាច់ដាក់គោលការណ៍ហាមមិនឲ្យនាំចូលរថយន្តជជុះឬរថយន្តមួយទឹកដើម្បីបង្ខំឲ្យប្រជាពលរដ្ឋទិញរថយន្តថ្មីនេះទេតែសម្ដេចបានស្នើឲ្យមានវិធានការពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងប្រព័ន្ធជាយានយន្តទាំងនោះឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកវិទ្យាសម្ដេចមហាបបរធិបតីបានលើកឡើងយ៉ាងដូចនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីនិងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅខេត្តពោធិ៍សាត់នាព្រឹកថ្ងៃអង្គារទី21ខែមេសាឆ្នាំ2025នៅក្នុងអង្គពិធីសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតលើកឡើងពីភាពមិនចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្តនាំចូលប្រទេសកម្ពុជាពិសេសហាមឃាត់ការនាំចូលរថយន្តស៊េរីចាស់និងជជុះពីក្រៅប្រទេសភាពមិនចាំបាច់នេះពេលនេះត្រូវបានសម្ដេចបញ្ជាក់ថាគឺដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរពលគឺសម្ដេចបើកជំរឿឲ្យប្រជាពលរដ្ឋដើម្បីឲ្យមានលទ្ធភាពទិញឡានថ្មីប្រើកាត់បន្ថយបរិស្ថានបង្កើតជំរឿតាមទីផ្សារសេរីបង្កើតជំរឿឡានថ្មីមានតម្លៃសមរម្យគុណភាពល្អឲ្យប្រជាពលរដ្ឋទិញតាមសម្ដេចមហាបបរធិបតីការនាំចូលរថយន្តស៊េរីថ្មីឬចាស់មិនមែនជារឿងសំខាន់នោះទេអ្វីដែលសំខាន់គឺត្រូវពង្រឹងការអនុវត្តនិងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់យានយន្តឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកវិទ្យានាពេលបច្ចុប្បន្នជាមួយគ្នានេះសម្ដេចធិបតីក៏បានលើកទឹកចិត្តឲ្យបង្កើតក្រុមហ៊ុនផលិតរថយន្តបង្គំរថយន្តនៅកម្ពុជាគឺជាគោលការណ៍ដែលជួយដោះស្រាយប្រជាពលរដ្ឋទិញរថយន្តថ្មីដោយមិនចាំបាច់ដាក់លាក់មិនឲ្យនាំរថយន្តចាស់ៗចូលកម្ពុជាយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្នុងរយៈពេល11ខែឆ្នាំ2024កម្ពុជាបាននាំចូលរថយន្តសម្រាប់បំពេញតម្រូវការទីផ្សារក្នុងទំហំទឹកប្រាក់ប្រមាណជាង$900 លានអាមេរិកកើនឡើង7កណ្ដោសញ្ញា 21% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2023